បងឥឡូវនេះខ្ញុំមាន sample motor បូមទលីប្រើថ្មប្រភេទ40 V ជាមួយនឹង filter ដែលយើងធ្វើការបូមបាទទលីសើមបានអញ្ចឹង motor នេះmotor បូមទលីមួយនេះបូមទលីសើមក៏បានទលីស្ងួតក៏បានហើយឥឡូវយើងនឹងធ្វើការបដូរបាទ filter តក្រុមការងារបាទបដូរ filter បន្តិចទៅបាទយើងបើកកន្លែងហ្នឹងលើកចេញមកបាទនៅពេលដែលយើងដូរ filter ណានៅពេលដែលយើងដូរ filter គឺយើងត្រូវតែដូរ filter អានេះផងហើយនឹងដកនេះចេញដោយសារនេះយើងប្រើសម្រាប់បាទទលីស្ងួតបាទនេះដោះចេញមកហើយយើងនេះដោះនេះបាទនេះយើងដាក់ចូលកលេសវាមានកលេសវាមកហើយមូលយ៉ាងខ្លាំងដៃបន្តិចមកបាទមូលយ៉ាងខ្លាំងសកត់ចុះបាទមូលយ៉ាងខ្លាំងដៃទៀតមកហើយបន្តទៀតយើងដោះនេះចេញទៀតនេះគឺយើងដោះចេញដែរនេះបាទដោះចេញមកហ្នឹងសម្រាប់យើងប្រើ filter ជាមួយ filter ហ្នឹងណាបាទជាមួយ filter នេះបាទអូខេអញ្ចឹងនៅពេលដែលយើងដូរប៉ុណ្ណេះហើយយើងដាក់ចូលវិញយើងអាចបូមទលីប្រភេទសើមបានឬក៏ឧទាហរណ៍ថានៅ lobby ឬក៏នៅកន្លែងដែលយើងត្រូវការបូមហ្នឹងបាទកពប់ទឹកតិចតួចអីយើងអាចបូមបានដោយសារ filter នេះជា filter សម្រាប់បូមទលីសើមឥឡូវដោះវិញមកបាទដោះវិញបាទដោះវិញយើងមួមកភ្លឹកភ្លៀងមកបាទអូខេហើយយើងដាក់វិញនេះសម្រាប់ filter ទលីស្ងួតបាទអូខេហើយយើងដាក់នេះជា dust bag ដោយសារ dust bag ហ្នឹងដើម្បីការពារកុំឲ្យបាទវាធ្លាក់មកក្នុងនេះតែបើសិនជាឲ្យទលីវាធ្លាក់មកក្នុងធុងហ្នឹងក៏បានដែរឬក៏ឲ្យទលីធ្លាក់ចុះក្នុងនេះក៏បានដែរដោយសារយើងត្រូវការលក្ខណៈថាយើងដោះមកបោះចោលតែម្ដងយើងមិនបាក់សម្អាតនេះទៀតណាតែបើសិនជាយើងខ្ជិលចំណាយប្រភេទនេះបាទយើងអាចប្រើជាមួយធុង direct ក៏បានដែរតើក្រុមការងារដាក់ចូលវិញមកបាទនៅពេលយើងដាក់ប្រឡោះនេះមកខ្នេះបាទដាក់មកវាមានស៊ីលរបស់វាហើយបាទហើយយើងឡុកចឹងមកបាទហើយកន្លែងនេះកន្លែងដាក់ថ្មយកក្រុមការងារយកថ្ម40 Vបន្តិចមកបាទនេះកន្លែងដាក់ថ្មបាទដាក់ថ្ម40 Vមកអញ្ចឹងកន្លែងនេះមានប៊ូតុង2ប៊ូតុង1សម្រាប់ធ្វើការបិទបើកបាទប៊ូតុងមួយទៀតសម្រាប់សេរីកម្លាំងណានេះនេះខ្យល់បើកនេះបាទអូខេបាទតមកទៀតយើងមកមើលខាងនេះវិញបាទខាងនេះគឺមានកន្លែងនេះបាទនេះបាទដាក់ជាមួយនឹងក្បាលបូមបាទខាងនេះដាក់មួយក្បាលបូមនេះគ្នាក្បាលបូមមាន2ណាក្បាលបូមសប៉ែតហើយនិងក្បាលបូមប្រភេទត្រង់មូលកន្លែងចង្អៀតឬក៏នេះយើងមូលចេះមកណាយើងមូលចេះមកយើងមកដាក់កន្លែងនេះវិញនេះមានកន្លែងគេណាបាទដាក់កន្លែងនេះវិញមានទូនាទីជាផ្លុំបាទមានទូនាទីជាផ្លុំម្ដងឥឡូវខ្ញុំបើកណាបាទអូខេបាទអញ្ចឹងនេះ sample ថ្មីណាអត់តន់មានអីវ៉ាន់សម្រាប់លក់ទេគ្រាន់មានជា sample បង្ហាញជូនបងប្អូនអ្នកគ្នាសិនអីវ៉ាន់លក់នឹងមកតាមក្រោយអញ្ចឹងបងដែលមានតម្រូវការចង់តេស្តឲ្យដឹងពីគុណភាពមុននឹងទិញយកទៅប្រើប្រាស់បងអាចចាក់តមកបានបាទសូមអរគុណ